បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាពីការកណនាផលចែកនៃចំនួន complex អញ្ចឹងចំណុចខនេះយើងកណនាផលចែកនៃចំនួន complex យើងដឹងថាដើម្បីកណនាផលចែកនៃចំនួន complex យើងត្រូវយក complex ឆ្លាស់របស់ភាគបែងហ្នឹងគុណទៅនឹងភាគយកនិងភាគបែងនៃចំនួន complex នោះអញ្ចឹងចំនួន complex ឆ្លាស់នៃភាគបែងបើយើងតាំង z ស្មើ a បូក 3e ជាចំនួន complex នាំមកចំនួន complex ឆ្លាស់មកវាគឺស្មើនឹង a ដក 3e បាទចំនួន complex ឆ្លាស់នៃ complex ដើមមានន័យថាគឺយើងបដូរសញ្ញាតែមុខផ្នែកលិមិតបើសិនជាផ្នែកលិមិត be នេះបូកឆ្លាស់របស់វាគឺដកបើសិនជាកន្លែងនេះដកឆ្លាស់របស់វាគឺបូកអញ្ចឹងនេះផលចែកនៃចំនួន complex 3ដក 4e ចែកឲ្យដក 7ដក 5e អញ្ចឹង complex ឆ្លាស់របស់ភាគបែងគឺយើងឆ្លាស់សញ្ញាតែពីមុខ 5e ដែរអញ្ចឹងយើងបាន3ដក 4i ឬក៏ e ហ្នឹងឆ្លាស់របស់ភាគបែងនេះអញ្ចឹងដក 7នៅដដែលឆ្លាស់នៃដកគឺបូក 5e ភាគបែងគុណនឹងកន្សំឆ្លាស់របស់វាដែរសំទោស complex ឆ្លាស់របស់វាដែរគឺដក 7ដក 5e ទៅតាឲ្យដក 7បូក 5e បាទអញ្ចឹងខាងលើមាន2កតានេះដើម្បីកណនាបានយើងពន្លាតបំបត្តិវងចរចូលគ្រប់តួនៃកតាទី1គុណឲ្យគ្រប់តួនៃកតាទី2បាទ3គុណនឹងដក 7យើងបានដក 21 3គុណនឹងបូក 5e បានបូក 15e តមកយើងយកតួទី2នៃកតាទី1ដក 4e គុណនឹងដក 7ដកគុណដកបានបូកអញ្ចឹងបានបូក 7 4ដង 28e ដក 4e គុណនឹងបូក 5e អញ្ចឹងដកគុណបូកបានដក 4 5ដង 20e គុណ e បាន e ការ៉េ 20e ការ e ការ៉េបាទខាងក្រោមចូលរមុន a ដក b កតា a បូក b អញ្ចឹង a របស់យើងដក 7 b របស់យើងគឺដក 5ជាងបានដក 7 លើកជាការ៉េដកឲ្យ 5e នេះលើកជាការ៉េបាទបន្តមកយើងសង្កេតមើលគ្រប់តួនៃភាគយកតើតួណាដែលអាចទូស៊ីសងគ្នាបានបាទដក 21ខ្ញុំសេដដែលនេះបូក 15e បូកនឹង 28e វាបាន43e កន្លែងនេះ e ការ៉េស្មើនឹងដក 1ដក 1គុណនឹងដក 20យើងបានបូក 20បាទលើដក 7លើកជាការ៉េវាទៅជា49បាទកន្លែងនេះ5លើកជាការ៉េបាន25ហើយទម្លាក់មកបាន e ការ៉េស្មើដក 1ដក 1គុណនឹងដកយើងបានបូក 25បាទយើងមើលភាគយកតួណាដែលអាចស៊ីសងគ្នាបានគឺដក 20បូកនឹង 20អញ្ចឹងដក 21បូកនឹង20គឺស្មើនឹងដក 1ស្មើនឹងដក 1បូក 43e ចែកឲ្យ49បូក 25វាបាន74 បាទអញ្ចឹងយើងអាចផ្ដាច់តួទាំងពីរសេជាទម្រង់ a បូក be មកបានដក 1 លើ 74បូកឲ្យ43លើ 74e បាទអញ្ចឹងផលចែកនៃចំនួន complex របស់យើងគឺស្មើនឹងដក 1 លើ 74បូកឲ្យ43លើ 74e
បាទអញ្ចឹងបើគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុចបាទ Subscribe ឬក៏ Follow page ម្នាក់មួយបាទសូមអរគុណ